នេះគឺជាវិធីសាស្ត្រភ្ជាប់កាមេរ៉ាជាមួយនឹង app ICC អញ្ចឹងដើម្បីដំបូងគឺយើងត្រូវ reset កាមេរ៉ាយើងសិនអញ្ចឹងដើម្បី reset កាមេរ៉ាយើងអាចយកដៃចុចស្រួយមកនេះបើកន្លែង reset នេះអញ្ចឹងយើងចុចលើនេះចុចវាហើយជា mask scan អីហ្នឹងឲ្យវាលឺសំឡេងណា Restore factory settings. Please don't power off. អញ្ចឹងយើងស្ដាប់សំឡេងហ្នឹងហើយយើងត្រូវចាំវាដើរចប់សិនយើងចែកពីហ្នឹងហើយជា mask scan ហ្នឹងវា load សំឡេងហ្នឹងហើយអញ្ចឹងយើងចាំវាដើរចប់មក System starting up. Wait to be configured. នេះឥឡូវពេលវាដើរចប់ហើយវាលេងដើរអញ្ចឹងបើថាយើង set ចប់ไปចុះហើយអញ្ចឹងចូល app ICC នេះអញ្ចឹងមុនចូល app ICC ហ្នឹងគឺយើងត្រូវនេះបើក Bluetooth សិនពេលយើងបើក Bluetooth ហើយយើងចូល app ICC ម្ដងទៀតនេះយើងចុចសញ្ញាលេខបូកនេះចុចកណ្ដឹងមកចុច add device ពេលវា add មកនេះវា load ទៅនេះមកហើយនេះឃើញវា load កាន់ដល់មកនេះអញ្ចឹងយើងចុចកណ្ដឹងមកហើយដាក់ password ទៅ Wi-Fi របស់យើងហើយចុច OK មក Please input wireless. ដល់ពេលវាភ្ជាប់ហើយវាចេញសញ្ញាអញ្ចឹងចាំវាដើរឲ្យចប់ទៅ Connecting. នេះភ្ជាប់ហើយនេះ Read. វាភ្ជាប់ហើយ Connect to router វាជាប់ successfully. ហើយទៅពេលភ្ជាប់ហើយយើងដាក់ឈ្មោះកាមេរ៉ាយើងតែយើងចង់បានក៏បានយើងអាចដាក់ទៅនេះ living room ដាក់អីចឹងទៅហើយយើងចុច complete មកចឹងយើងចុច OK មកវាដើរហើយនេះកាមេរ៉ារបស់យើងនេះនេះជាប់ដែរឃើញអត់បានហើយ